ទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅចំណុចថ្មីមួយទៀតគឺការចាក់សោទៅលើឯកសារ Excel បាទអញ្ចឹងជាដំបូងខ្ញុំបើកកម្មវិធី Excel ចុចលើកម្មវិធី Excel ហើយបន្តមកទៀតយើង open វាដើម្បីបើកឯកសារឲ្យមានស្រាប់ចុច browse បាទហើយបន្ទាប់មកខ្ញុំចុចលើ document ហើយវាយឈ្មោះឯកសារដែលខ្ញុំបាន save បាទបន្ទាប់មកទៀតយើងចុចលើឯកសារចុច open បាទអញ្ចឹងនៅពេលដែលបើកឯកសារបានហើយយើងធ្វើការចាក់សោគឺយើងចុចទៅលើ file ហើយយើងចុច info ចុចលើ protect workbook បន្ទាប់មក encrypt with password អញ្ចឹងផ្ទាំងមួយនេះគឺសម្រាប់ឲ្យយើងវាយ password ចូលយើងវាយ password ហើយចុច OK យើងវាយ password ម្ដងទៀតបន្ទាប់មកចុច OK ម្ដងទៀតអញ្ចឹងដើម្បី save វាឲ្យជាប់គឺយើងត្រូវចុចលើប៊ូតុង save មួយទៀតបាទអញ្ចឹងខ្ញុំចាក់ចេញពីកម្មវិធីហើយខ្ញុំសាកទៅបើកកម្មវិធីម្ដងទៀតដើម្បីដឹងថាតើយើងបានចាក់សោទៅលើឯកសារហ្នឹងបានជោគជ័យឬក៏អត់បាទអញ្ចឹងយើងចូលទៅកន្លែង document ហើយយើងសរសេរឈ្មោះឯកសាររបស់យើងបន្ទាប់មកយើងធ្វើការ double click ដើម្បីបើកឯកសារមួយហ្នឹងបាទអញ្ចឹងនៅពេលដែលយើងបើកឯកសារគឺវាចេញឲ្យយើងវាយ password បែបនេះបាទអញ្ចឹងយើងវាយ password ខុសគឺវាអត់ឲ្យយើងចូលទៅកម្មវិធីមួយហ្នឹងទេអញ្ចឹងតើតែបាទយើងវាយ password ត្រូវបាទអញ្ចឹងឧទាហរណ៍ថាយើងវាយ password ត្រូវចុច OK វានឹងបើកដំណើរការបានដូចនេះបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងបាទសូម